ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើង download ពី website Kaisu ជាប្រភេទវីដេអូណាអញ្ចឹង Kaisu គឺជា website របស់ចិនដែលទាមទារឲ្យបងប្អូនមាន account login ដើម្បីយក cookie ទៅ download បើមិនជាអត់ទេបងប្អូនពិបាក scrape យកហើយមួយទៀតយើងអាចមើលបានវីដេអូច្រើនចេះនៅពេលដែលយើងអត់មាន account មានតែ20វីដេអូអីនៅខាងលើហ្នឹងរួចពីហ្នឹងមកវាលែងឲ្យឃើញវីដេអូច្រើនហើយយើង download អត់បានច្រើនទេអញ្ចឹងបងប្អូន log in account របស់យើងមកហើយបើបងប្អូនអត់មាន account ទេបងប្អូនមាន WeChat បងប្អូនចុច log in ហើយ scan QR WeChat ទៅវា connect ជាមួយ WeChat របស់យើងណាហើយបើបងប្អូនអត់មាន WeChat តាក់ទងមួយការបង្កើត account ជាមួយលេខទូរស័ព្ទខ្ញុំអត់បានសាកទេបងប្អូនអាចសាកខ្លួនឯងបានអញ្ចឹងនៅពេលដែលយើង log in account របស់យើងក្នុងករណី account ថ្មីបងប្អូន log in ហើយចូល profile គេបងប្អូនចុចមើលវីដេអូមើលថាតើវាមានឡើង QR code ឲ្យ scan ម្ដងទៀតអត់ជាមួយនឹង WeChat ណាព្រោះពេលខ្លះយើង log in account កន្លែងនេះហើយប៉ុន្តែ account ហ្នឹងគឺ log អត់ទាន់ពេញទេនៅពេលដែលបងប្អូនចុចមើលវីដេអូរបស់គេបានឡើង QR code ឲ្យ scan ម្ដងទៀតអញ្ចឹងយើង scan ម្ដងទៀតឲ្យរួចមកយើងអាចមើលវីដេអូណាក៏បានអញ្ចឹងបាន account របស់យើងគឺអាចយក cookie ទៅប្រើបានរលូនអញ្ចឹងយើងដឹងហើយថានៅពេលដែលយើង log in account ហើយគឺយើងអាចយក cookie ជាមួយ extension មួយនេះបានបងប្អូនចុចពាក្យ copy មកយើង copy cookie ហើយចូលទៅក្នុង tool របស់យើងអញ្ចឹងវាជា cookie របស់ Kaisu អញ្ចឹងបងប្អូនចូលមកផ្ទាំងរបស់ Kaisu ហើយបងប្អូនផាសមកនឹងឲ្យវាមើលបន្តិចហើយនៅពេលដែលវាឡើងពណ៌បៃតងគឺយើងអាចចាប់ផ្ដើមប្រើបានហើយអញ្ចឹង cookie ហ្នឹងគឺមុនពេលបងប្អូន download ឬក៏ scrape គឺបងប្អូនយកមកដាក់ថ្មីរហូតមកណាព្រោះពេលខ្លះ tool ឆែក cookie គឺឆែកទៅអត់ដឹងទេឆែកពេលខ្លះដឹងពេលខ្លះអត់អញ្ចឹងអត់ទៀងទាត់ទេបងប្អូនយកមកដាក់មកហើយបន្ទាប់មកនៅលើនេះគឺយើងស្រួលទេយើង copy link profile របស់គេអញ្ចឹងយើងមើលនៅក្នុងនេះប៉ះវីដេអូណាដែលយើងចង់ download គឺយើងទៅយក link profile របស់គេហើយយកមកដាក់នៅក្នុង tool ធម្មតាអញ្ចឹងមកយើងអាចផាសនៅនេះ scrape ហើយឬក៏ add មក queue មកណាហើយចំនួនវីដេអូគឺយើងអាចកំណត់នៅនេះបាន resolution ប៉ុន្តែពីច្រើន10ប៉ែតទេ720 10ប៉ែតទេក្នុងវីដេអូបញ្ឈរនៅក្នុង Kaisu ហ្នឹងអញ្ចឹងយើងធ្វើការចុច scrape ទៅហើយយើងកន្លែងនេះយើងចុច yes ហើយទុកពេលឲ្យវាធ្វើការបន្តិចមកឲ្យវាធ្វើការចេញពណ៌បៃតងឲ្យចប់មកអញ្ចឹងខ្ញុំ stop វីដេអូបន្តិចបន្ទាប់ពីវាធ្វើការមកបន្តិចហើយវានឹងចេញមកហើយ Kaisu វាអាចធ្វើការរៀងយឺតតិចដោយសារ website Kaisu វារៀងយឺតស្រាប់ណាអញ្ចឹងយើង scrape មកគឺយើងបាន link វីដេអូយើងអត់ទាន់បានចំណងជើងទេនៅពេល download មកយើងបានចំណងជើងអញ្ចឹងមកដល់កន្លែងនេះយើងគ្រាន់តែចុច download មកឲ្យវាធ្វើការ download មកហើយយើងអាចដាក់អានេះឲ្យរៀងច្រើនតិចព្រោះ Kaisu វាធ្វើការយឺតប៉ុន្តែ file វីដេអូវាតូចៗអញ្ចឹងយើងដាក់កន្លែងនេះរៀងច្រើនតិចក៏អត់អីដែរអញ្ចឹងយើងទុកឲ្យវា download ទៅហើយចំពោះ website Kaisu បងប្អូនច្រឡំជាមួយនឹង kwai.com ដែលយើងបានដាក់មុនណា kwai.com គឺ website វាអញ្ចេះវាកូនចៅរបស់ Kaisu ដែរគាត់ថាវាស្រួលប្រើជាងយើងមិនបាច់មាន cookie ក៏យើងអាចទៅ download បានដែរហើយខ្ញុំសង្កេតមើលទៅដូចជាមានខាង Brazil គេចូលចិត្តលេងអា kwai.com ហ្នឹងណាហើយ kwai.com វាមានមួយទៀតមានជាប្រភេទ snakevideo.com អ្វីខុសអត់ចូលហ្នឹងហើយបងប្អូននេះគឺ snakevideo.com អញ្ចឹងទៅលើ platform នេះក៏យើងអាច scrape ហើយនឹង download បានដែរនៅលើ Snapkey ចំពោះ Kwai ហើយនឹង Snake Video នេះគឺយើងអត់ចាំបាច់ cookie ទេគឺបងប្អូនដាក់តែ link profile គេចូលទៅគឺអាច download ហើយនឹង scrape បានហើយអញ្ចឹងស្រួលទេជាវាងតែលើ Kaisu គឺយើងត្រូវការមាន account អញ្ចឹងណាអញ្ចឹងឲ្យវា download មកបងប្អូនហើយ download ប្រកាសជាមាន fail ខ្លះហើយព្រោះ Kaisu រៀងពិបាក download តិចហើយក្នុងករណីនេះគឺខ្ញុំបានចំណងជើងមកជាភាសាអង់គ្លេសដោយសារខ្ញុំ tick កន្លែងនេះ English caption អញ្ចឹង caption សិនគេចិនទេប៉ុន្តែខ្ញុំឲ្យ tool translate ឲ្យអញ្ចឹងណាអញ្ចឹងបងប្អូនជាជំរើសបងប្អូនចង់ tick ក៏បានអត់ក៏បានបើចង់បានអង់គ្លេស tick វាមក tick វាចោលទៅអញ្ចឹងមកវាបកប្រែឲ្យយើងស្រាប់ណាហើយចំពោះ profile ដូចគ្នាដោយសារ Kaisu វាចិនណាអញ្ចឹង profile របស់គេក៏ចិនដែរខ្ញុំខ្លាចថាពេលដែលយើងប្រើទៅបើសិនជាទុក profile ចិនទៅយើងទៅបើក folder បើកអីអញ្ចឹង folder របស់យើងជាភាសាចិនវាពិបាកខ្ញុំឲ្យវា translate profile គេជាភាសាអង់គ្លេសហ្មងអញ្ចឹងបងប្អូនសួរព្រោះធម្មតាយើងអង់គ្លេសអញ្ចឹងណាសូវមានអ្នកចេះចិនអញ្ចឹងខ្លាចថាបងប្អូនពិបាកខ្ញុំ translate ឲ្យមិនដឹងខុសនឹងត្រូវទេព្រោះឈ្មោះធម្មតាឈ្មោះចេញមកវារៀងឆ្កងខ្លះហើយបងប្អូនចេះចិន
chẳng dương còn đãឲ្យយើងបីយើងស្រួលរកទេចឹងវា download អីធម្មតាដោយតា platform ផ្សេងៗចឹងអរគុណបងប្អូននេះគឺជារបៀបដែលយើងប្រើប្រាស់ខៃសុ